Ngàyនេះចេញមកអួតទាំងយប់តែម្ដងពួកអីមានតំណាក់អំពិលជូរហឹរនិយាយពីថាឆ្ងាញ់ណាស់បងប្អូនអើយចាស់សម្រាប់អ្នកគាត់ចូលចិត្តញ៉ាំម្ជូរហើយសំខាន់តំណាក់អំពិលនេះយើងធ្វើខ្លួនឯងចឹងទៅគឺយើងតម្រូវរសជាតិតាមដែលយើងចង់បានជូរប៉ុណ្ណាហឹរប៉ុណ្ណាផ្អែមប៉ុណ្ណាក៏បានដែរសំខាន់របៀបធ្វើគឺថាងាយដូចបកចេកទុំអញ្ចឹងដំបូងហ្នឹងគឺខ្ញុំមានជាមួយនឹងម្ទេសខ្ទឹមសហើយប៊ីចេងបន្តិចអំបិលម្ជិបអំបិលគឺខ្ញុំដាក់តែបន្តិចណាបងប្អូននិយាយរួមទៅគឺយើងបុកដូចបុកអំបិលម្ទេសអញ្ចឹងចាបន្ទាប់មកគឺយើងបុកម្ទេសខ្ទឹមឲ្យបានម៉ត់សិនមកបែកម៉ត់ខ្លាំងពេកក៏បានដែរមកល្មមមកឥឡូវយើងក៏លេខមកមើលអំពិលចំពោះអំពិលគឺបងប្អូនយកអំពិលផ្អែមធ្វើក៏បានបងប្អូនយកអំពិលជូរធ្វើក៏បានដែរគ្រាន់តែថាបើសិនជាយើងប្រើអំពិលជូរគឺយើងញ៉ាំទៅវាជូរហ្មងហើយយើងត្រូវការប្រើស្ករច្រើនចាតែបើសិនជាយើងយកអំពិលផ្អែមគឺយើងអត់ត្រូវការប្រើស្ករច្រើនទេហើយរសជាតិក៏សមល្មមតាមនឹងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំមានអំពិលផ្អែមទេគឺខ្ញុំប្រើអំពិលជូរប៉ុន្តែបងប្អូនអើយរសជាតិគឺថាអូយជូរហឹរឆ្ងាញ់ខ្លាំងមែនទែនហើយអំពិលដែលខ្ញុំយកមកធ្វើនេះគឺជាអំពិលដែលប្អូនថ្លៃខ្ញុំគាត់បានឆ្កឹះគ្រាប់ចេញអស់ណាចាបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមយកម្ទេសខ្ទឹមដែលខ្ញុំបានបុកមិញហ្នឹងអំបិលម្ទេសដែលខ្ញុំបុកមិញហ្នឹងខ្ញុំយកមកដាក់ច្បល់ចូលមួយអំពិលយើងទៅហើយយើងដាក់ស្ករសចូលទៅហើយស្ករសគឺយើងត្រូវការប្រើចុះខ្លាំងមែនទែនបងប្អូនដោយសារមុនហ្នឹងខ្ញុំដាក់តែបន្តិចហើយខ្ញុំច្បល់ហើយខ្ញុំភ្លក់មើលទៅគឺថាជូរខ្លាំងមែនទែនជូរឡើងបិទភ្នែកហ្មងណាអញ្ចឹងទៅខ្ញុំក៏បន្ថែមស្ករបន្តិចទៀតចានិយាយរួមទៅស្ករយើងដាក់រហូតមកល្មមយើងឆ្ងាញ់ហ្មងណាហើយស្ករហ្នឹងគឺវាអត់ជាប់នៅអំពិលនឹងខ្លាំងទេបងប្អូនពួកអំពិលហ្នឹងវាស្រូបជាតិស្ករហ្នឹងទៅវាអត់ឃើញមើលទៅស្ករសិតតែដុំស្ករនៅលើអំពិលហ្នឹងអីអត់ទេហើយសម្រាប់អំពិលនេះគឺយើងធ្វើឲ្យគឺយើងទុកបានយូរដែរគឺអត់ងាយខូចទេចាមិនបាច់ចាំទុកក្នុងទូទឹកកកក៏បានដែរទុកក្រៅទូទឹកកកមកគឺថាអូយឃ្លានពេលណាដាក់មកបៀងមកក្របពីក្របមកគឺថាស្វាងចេះហ្មងគ្រាន់តែឥឡូវហ្នឹងខ្ញុំអ្នកបញ្ចូលសលេងក៏មានអារម្មណ៍ថាស្រក់ទឹកមាត់តាមដែរពួកវីដេអូនេះខ្ញុំធ្វើយូរដែរគ្រាន់ខ្ញុំអត់ដែលបានកាត់ផុសអញ្ចឹងណាហើយមុនហ្នឹងសាក់ផុសរៀលទៅឃើញថាមានបងប្អូនគាត់គាំទ្រច្រើនអញ្ចឹងទៅក៏ខ្ញុំកាត់វីដេអូនេះផុសភ្លាមតែម្ដងទៅចាសម្រាប់វិធីធ្វើគឺងាយបែបនេះឯងហើយគ្រាន់តែបញ្ជាក់ថាបងប្អូនអាចប្រើអំពិលផ្អែមក៏បានអំពិលជូរក៏បានគឺបានដូចគ្នាគ្រាន់តែរសជាតិវាខុសគ្នាតិចតួចតាមហ្នឹងចាហើយសម្រាប់តំណាំអំពិលនេះបងប្អូនចង់បន្ថែមជាមួយនឹងអាបកាទូចចាហើយប៊ីទូចល្អិតហ្នឹងបន្ថែមទៀតក៏បានដែរប៉ុន្តែខ្ញុំអត់សូវចូលចិត្តក្លិនទេអញ្ចឹងគឺខ្ញុំធ្វើបែបធម្មតាសាមញ្ញប៉ុន្តែរសជាតិគឺថាឆ្ងាញ់ចាមិនងាយទ្រាំទេចាឥឡូវនេះគឺហើយរួចរាល់ហើយចាខ្ញុំចាប់ផ្ដើមរៀបដាក់ចាននេះគឺរៀបដាក់ថតទេចាថតហើយអីហើយក៏រៀបដាក់ចូលទៅក្នុងកន្លកែវទៅហើយយើងគ្របឲ្យស្អាតពេលណាយើងញ៉ាំយើងបើកញ៉ាំមកហើយយើងទុកទៅគឺបានយូរអត់ងាយខូចទេបងប្អូនចាឆ្ងាញ់ហើយមួយទៀតបើសិនជាបងប្អូនអត់សូវចូលចិត្តក្លិនខ្ទឹមណាបងប្អូនមិនបាច់ចាំដាក់ក្លិនខ្ទឹមបងប្អូនបាច់ដាក់ខ្ទឹមសក៏បានដែរដាក់តែម្ទេសសុទ្ធទៅចាអញ្ចឹងរបៀបធ្វើមានតែប៉ុណ្្នេះឯងក៏ទៅជួយ share ម្នាក់មួយផងណាអរគុណច្រើនជម្រាបលា